ជាបឋមយើងខ្ញុំសូមអនុញ្ញាតធ្វើសេចក្តីគោរពនិងជម្រាបសួរដល់ទ្រង់ឯកឧត្តមលោកអុកញ៉ាលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ជាន់ថ្នាក់ទាំងក្នុងនិងបងប្អូនរស់នៅក្រៅប្រទេសជាទីគោរពពីចម្ងាយតាមរយៈ Channel YouTube មានឈ្មោះថាព្រេងនិទានណាញនេះយើងខ្ញុំសង្ឃឹមថាអាចជាចំណែកដ៏តូចមួយជូនលោកអ្នកស្ដាប់កំសាន្តក្នុងអំឡុងពេលលោកអ្នកកំពុងធ្វើការឬក៏លោកអ្នកកំពុងតែធ្វើដំណើរតាមផ្លូវទៅទីជិតឬទីឆ្ងាយកំសាន្តពេលសម្រាកឬមុនពេលលោកអ្នកចូលសម្រាកកាយរៀងរាល់រាត្រីអាចបើកស្ដាប់កំសាន្តលំហែអារម្មណ៍ផងដែរដើម្បីកុំឲ្យអស់លោកស្រីអ្នកនាងកញ្ញានិងអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ទន្ទឹងរង់ចាំយូរយើងខ្ញុំសូមគោរពអញ្ជើញទ្រង់ព្រះសណ្ដាប់និងស្ដាប់កំសាន្តនៅរឿងព្រេងនិទានខ្មែរយើងមានជាបន្តបន្ទាប់ដូចតទៅរឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបើបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាស់គេប្អូនថ្លៃនោះមានចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីរអ្នកចុះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចុះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះចាប់មួយកំពុងរួចជញ្ជក់អស់ខ្ជាក់សម្បកខ្ចៅនោះដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញប្អូនគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះតតែល្អិតខំលេបទៅប្អូនឃើញដូច្នេះក៏លែងស៊ីខ្ចៅនោះទៅចាប់យកអំពៅដែលគេឡាយទុកនឹងចាននោះមកស៊ីរួចយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពាអំពៅតតែល្អិតទាំងកាកលេបទៅទៀតអូនលែងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទើបតែពំចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយអស់សំណើចទប់មិនឈ្នះក៏ចេញសំឡេងមកឮតែខឹសដោយហេតុខ្យល់ទប់ខឹសនោះមីសួរវាស្ទុះឡើងទៅចូលក្នុងរន្ធច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កឹះទៅក្នុងថាសថាទេលែងស៊ីហើយស៊ីឯងទៀតធ្វើតាមសូមបីខ្ចៅនិងអំពៅទាំងសម្បកទាំងកាកក៏ស៊ីបានដែរដល់មីសួរធ្លុះនឹងច្រមុះដូច្នេះក៏ធ្វើតាមមិនបានទេអូនឯងស៊ីតែឯងចុះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយករឿងបុរសកាស30កាលពីព្រៃនាយមានបុរសម្នាក់នៅស្រុកមួយឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែឯងហើយក្រលំបាកណាស់គ្មានទ្រព្យសម្បត្តិអ្វីទេមានតែកាស30ច្រកក្នុងទីក្រវ៉ាត់ជាប់នៅនឹងចង្កេះជានិច្ចបុរសនោះពិចារណាថាអញទៅទីពឹងអ្នកណានឹងបានសុខគិតទៅឃើញថាគួរអញទៅច្រកកោននឹងលោកក្រឡាហោមចុះហើយក៏ដើរចេញពីផ្ទះទៅដល់ក្រាបសំពះតាមសំគួរលោកក្រឡាហោមសួរថាយីឯងមកពីស្រុកណាមានការអ្វីបុរសនោះជម្រាបថាខ្ញុំបាទមកពីស្រុកឆ្ងាយឪពុកម្ដាយស្លាប់ចោលអស់ហើយនៅកំព្រាតែឯង
ខ្ញុំបាទមកនេះនឹងសូមច្រកកោននៅបំរើជាកូនក្មួយតទៅសូមព្រះដេចគុណមេត្តាលោកនោះសួរថាយីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេបរោះជំរាបថាអក្សរខ្ញុំបាទមិនចេះទេលោកក្រឡាហោមប្រាប់ថាយើងទទួលឯងឲ្យនៅបានតែត្រូវឲ្យឯងបោសសម្អាតក្រោមផ្ទះយើងរៀងរាល់ថ្ងៃកុំខានបរោះនោះក៏នៅបម្រើបោសក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន3ឆ្នាំថ្ងៃមួយនោះបរោះកាស30សួរមេត្តាលោកក្រឡាហោមថាលោកយាយតែលោកក្រឡាហោមជាកូនលោកយាយមែនឬជាកូនលោកយាយកើតថ្ងៃខែឆ្នាំអ្វីបានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម្ល៉េះយាយនោះប្រាប់ថ្ងៃខែឆ្នាំនិងពេលដែលកើតសពគ្រប់បុរសនោះបានស្ដាប់ចាំប្រកបពិចារណាថាគូអញកត់ថ្ងៃខែឆ្នាំនិងពេលរបស់លោកនេះដាក់ក្នុងដៃឲ្យជាប់គិតហើយក៏យកកំណាត់សម្ពុតចាស់កត់ថ្ងៃខែឆ្នាំនិងពេលដែលលោកកើតនោះហើយដាក់ក្នុងដៃមិនឲ្យអ្នកណាដឹងឬឃើញឡើយថ្ងៃក្រោយលោកក្រឡាហោមសួរបរោះកាស30យីឯងមកនៅនឹងយើងយូរឆ្នាំហើយពុំទាន់បានធ្វើរាជការនឹងគេចុះខ្លួនឯងកើតថ្ងៃខែឆ្នាំអ្វីបរោះនោះជំរាបថាខ្ញុំបាទមិនចាំទេតែកាលឪពុកម្ដាយខ្ញុំបាទរស់នៅឡើយបានឲ្យកំណត់កត់និងកំណាត់សម្ពុតសមួយមកខ្ញុំបាទក៏ទុកដល់សពថ្ងៃតែមិនដឹងថាជារឿងអ្វីពីព្រោះខ្ញុំមិនចេះអក្សរលោកក្រឡាហោមថាបើដូច្នោះឯងឲ្យកំណត់នោះមកអញមើលបុរសនោះក៏ជូនកំណាត់ទៅលោកមើលឃើញថ្ងៃខែឆ្នាំនិងពេលដូចជាលោកក៏គិតក្នុងចិត្តថាចៅនេះកើតថ្ងៃខែឆ្នាំដូចអញដែរគុណមើលទៅរូបរាងរពាវាក៏សមសួនចៅនេះនឹងបានធ្វើជានិមឺនធំដូចអញមិនខានហើយកាន់កំណត់នោះចូលទៅក្នុងបង្ហាញរួចខ្សឹបប្រាប់ភរិយាថាគេអើយបុរសជាកូនក្មួយយើងដែលបោះសម្អាតក្រោមផ្ទះសពថ្ងៃនេះវាកើតថ្ងៃខែឆ្នាំដូចអញមើលទៅរពាសាច់ឈាមវាក៏សមសួនផងទៅមុខវានឹងបានធ្វើជាសេនាបតីដូចយើងហើយលោកនោះប្រឹក្សានឹងប្រពន្ធថាកូនស្រីយើងមួយនេះគួរឲ្យទៅវាធ្វើជាភរិយាចុះខ្លួនវានឹងបានធ្វើជានិមឺនធំតរាជវង្សយើងភរិយាក៏យល់ព្រមលោកនោះការចេញមកវិញប្រាប់បុរសនោះថាពីថ្ងៃនេះតទៅឯងឈប់បោះសម្អាតក្រោមផ្ទះចុះត្រូវឡើងមកបោះខាងលើវិញកន្លងមកមួយខែលោកក្រឡាហោមរៀបមង្គលការផ្សំផ្គុំកូនស្រីនិងបុរសកាស30ជាស្វាមីភរិយារួចស្រេចលោកក្រឡាហោមក៏បង្ហាញកូនប្រសាឲ្យធ្វើជារាជការជាមួយតែងចូលគាល់បម្រើស្ដេចរៀងរាល់ថ្ងៃដរាបមកលុះកន្លងមកបាន3ខែមានគេជម្រាបថាកូនប្រសាលោកមិនមែនកើតថ្ងៃខែឆ្នាំដូចលោកទេរឿងនេះគឺបុរសនោះសួរថ្ងៃខែឆ្នាំរបស់លោកពីសំណាក់លោកយាយជាមេដាឯលោកយាយក៏បានប្រាប់ដោយសពគ្រប់កូនប្រសាលោកបានស្ដាប់ដឹងអស់ហើយក៏សរសេរចុះក្នុងកំណាត់សម្ពុតសទុកលុះដល់លោកសួរថ្ងៃខែឆ្នាំខ្លួនក៏ជូនកំណត់នោះមកលោកមើលទៅឃើញថាកើតថ្ងៃខែឆ្នាំដោយលោកក៏ឲ្យកូនក្រមុំធ្វើជាភរិយារឿងនេះមិនមែនដូច្នោះទេគឺខ្លែងសរសេរទុកជាប្រកបលោកក្រឡាហោមក៏ជឿជាឥតសង្ស័យក៏មានចិត្តទោមនញ្ញជាខ្លាំងគិតថាមិនគួរនឹងចាញ់ប្រាជ្ញាមនុស្សកំសត់នេះសោះក៏រកឧបាយកលនឹងផ្ដាច់កូនបណ្ដេញចោលចេញក្រោយនោះមានទ័ពចោលបះបោនៅខេត្តក្រៅជាច្រើនដាច់ទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោមឲ្យនាំសេនាទាហានទៅបង្ក្រាបប៉ុន្តែពួកទ័ពចោលមិនរៀបទេកាលបើដូច្នោះលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញស្ដេចត្រាស់ប្រើឲ្យសេនាទាហានទៅបង្ក្រាបទ័ពចោលទៀតក៏នៅតែមិនរៀបទៀតលោកក្រឡាហោមក៏លើកទ័ពត្រឡប់យកសេចក្តីមកក្រាបបង្គំទូលថាទូលបង្គំជាខ្ញុំលើកទ័ពទៅបង្ក្រាបទ័ពចោល2ដង
ហើយនៅតែមិនឈ្នះវាព្រោះពួកវាមានសេនាទាហានជាច្រើនហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបានត្បិតមានជំងឺក្នុងខ្លួនច្រើនសូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់ឲ្យនាំសេនាទាហានទៅបង្ក្រាបតបចោលទាំងនោះឲ្យឆាប់ឯកូនប្រសារប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំជាមនុស្សមានចិត្តទាហានក្លាហានចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើនបើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាចការដែលលោកក្រឡាហោមទូលដូច្នេះគឺជាឧបាយកលដោយស្អប់កូនប្រសារនោះណាស់ព្រោះយល់ថាបើវាលើកទ័ពទៅហើយទ័ពចោលទាំងនោះនឹងសម្លាប់វាមិនខានស្ដេចទ្រង់ព្រះសណ្ដាប់ក៏ឲ្យហៅកូនប្រសារនោះមកទ្រង់មានព្រះរាជអង្គការប្រាប់ថានៅខេត្តក្រៅមានទ័ពចោលបះបោរច្រើនឥឡូវយើងប្រើឯងឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោលទាំងនោះអ្នកឯងហ៊ានទៅឬទេបើហ៊ានទៅហើយឈ្នះចោលនោះផងយើងនឹងឲ្យរង្វាន់បុរសនោះទូលថាទូលព្រះបង្គំជាខ្ញុំហ៊ានទទួលធ្វើរាជការថ្វាយទ្រង់មានព្រះរាជឱចការថាបើដូច្នោះចូលឯងនាំសេនាទាហានទៅជាឆាប់បុរសក្រាបថ្វាយបង្គំលាមកផ្ទះជម្រាបលោកក្រឡាហោមជាបិតាក្មេកតាមរឿងគ្រប់ប្រការរួចលើកទ័ពចេញទៅទ័ពចោលបានដឹងក៏លើកទ័ពមកតាំងច្បាំងជាខ្លាំងក្លាទ័ពចោលទ្រាំពុំបានក៏បរាជ័យបាក់បបខ្លោបខ្លាចរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅបុរសលើកទ័ពបង្ក្រាបរៀបគ្រប់អន្លើរួចនាំសេនាទាហានត្រឡប់មកវិញក្រាបបង្គំគាល់ទូលរឿងច្បាំងនឹងទ័ពចោលគ្រប់សេចក្តីស្ដេចជ្រាបទ្រង់មានអំណរពុនប្រមាណឯលោកក្រឡាហោមដឹងថាកូនប្រសារលើកទ័ពទៅបង្ក្រាបចោលរៀបអស់ដូច្នេះក៏មានចិត្តទូមនិញរត់តែខ្លាំងឡើងពីព្រោះគិតថាដែលឲ្យវាទៅបង្ក្រាបទ័ពចោលនោះដើម្បីឲ្យពួកចោលសម្លាប់វាឥឡូវទៅបែរជាវាមានជ័យជំនះទៅវិញឯរោគលោកក្រឡាហោមរត់តែរើខ្លាំងឡើងលើដើមពេទ្យមើលពុំជាក៏ទទួលមរណភាពទៅស្ដេចជ្រាបទ្រង់ព្រះចិន្តាថានឹងឲ្យឈ្មោះណាធ្វើក្រឡាហោមទ្រង់ព្រះចិន្តាទៅឃើញតែបុរសដែលវាយទ័ពចោលរៀបនោះឯងមានគុណបំណាច់និងរាជការគួរតែឲ្យធ្វើជាក្រឡាហោមបានទ្រង់ព្រះចិន្តាដូច្នោះហើយក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើជាទីក្រឡាហោមតំណាងបិតាក្មេកទៅមនុស្សកុំមើលងាយមនុស្សសូមជូនរឿងបុរសកុហក4នាក់កាលពីព្រះនាយមានបុរសកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតទៅដើររកឆោបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅលុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាអ្នកធ្វើចំការកបាសនៅក្បែរមាត់ទន្លេមួយដាច់ស្រយាលពីស្រុកភូមិគេបុរសកុហក4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានបុរសកុហក4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំ4នាក់មកពីស្រុកឆ្ងាយណាស់ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាដឹងរឿងបុរាណមកខ្លះមិនខានបើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបុរសទាំង4នាក់វិញថាចៅអើយចៅតាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួនអ្នកឯទៀតចុះបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថា
អោតាយាយអើយបើប្រសិនជាមានគេចេះដឹងរឿងព្រេងនោះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកលបងនឹងបោកបញ្ឆោតយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លះដែរព្រោះបានដឹងពីជីតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបាននិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានរឿងប្រាប់តាយាយក៏ព្រមព្រៀងឲ្យបុរសទាំង4នាក់នោះនិយាយបុរសទី1ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែលជាង8ព្យាមហើយមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែឈើនោះមកពិសាលុះខ្ញុំបានដឹងថាគាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាសទៅឡើងបេះផ្លែទុរេននោះមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃរបស់គាត់វិញបុរសទី2ថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកនៅធ្វើស្រែចម្ការខ្វៀលគោក្របីដាំដំណាំដងទឹកជំនួសគាត់ពីព្រឹកប្រហៀមលុះល្ងាចអស់ការងារធ្វើខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងដរាបមកបុរសទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្រចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកបម្រើគាត់សពសារពើដល់ខ្ញុំចាស់ទៅនឹងស្លាប់ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់តន់ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញបុរសទី4ខ្លួនខ្ញុំនេះចាប់តាំងតែពីចេញពីផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំផ្លាយពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អភិនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បុរសទាំង4នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតាយាយជឿឬទេតាយាយឆ្លើយតបទៅវិញថារឿងនោះតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំង2នាក់គិតឃើញជាស្រេចថាបុរសទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់ដល់បុរសទាំង4នាក់ទាល់ប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដោយបុរសទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយតាថាអោចៅអើយការតានឹងយាយមកធ្វើចំការកបាសនេះបាន5ទៅ6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់ល្មមនិងចិញ្ចឹមចៅទាំង4នាក់នេះបានតែនៅឆ្នាំមួយនោះកបាសមិនផ្លែសោះមិនដឹងជារឿងហេតុអ្វីមានមួយថ្ងៃតាដើររុករកក្នុងចំការទៅឃើញដើមកបាសមួយធំទំហំប៉ុនដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះយកមកផ្ទះដល់តានឹងយាយនាំគ្នាមកមើលឃើញមានគ្រាប់4ក្នុងមួយគ្រាប់មានកុមារម្នាក់គ្រប់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបៅ3បាច់ថែរក្សាលុះដល់កុមារទាំង4នាក់នោះធំវេលាណាក៏នាំគ្នារត់ចោលតានឹងយាយទាំងអស់ទៅឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបុរសទាំង4នាក់ផិតភ័យជាខ្លាំងក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាចាស់សួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាល់ខុសនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកនៅបម្រើតាទើបត្រូវនឹងពាក្យសន្យាបុរសកុហក4នាក់កិច្ចមិនរួចក៏នៅបម្រើតាយាយទៅពាក្យភូតច្រើនចាញ់អាត្មាសូមជូនរឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមាយាទល្អ
ចេះគោរពប្រតិបត្តិប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំចិលចេះតែពីដេកដល់ឃ្លានបាយទើបក្រោបឡើងស៊ីរួចដេកទៅវិញសូម្បីតែថ្នាំជក់ក៏ប្រពន្ធមូលឲ្យដែរប្រពន្ធជាមនុស្សគោរពប្រតិបត្តិប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយលើកទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះដល់ទៅយូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេខ្ញុំសូមឲ្យអ្នកទៅកាប់ឈើធ្វើនឹងគល់រនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នោះនាងដាំបាយរៀបចំវិជ្ជាសំណុំឲ្យប្តីមកចុះប្តីនឹងទៅរកកាប់ឈើធ្វើនឹងគល់រនាស់ដើម្បីទៅភ្ជួរស្រែថ្ងៃស្អែកនេះប្រពន្ធក្រោកពីយប់ដាំបាយវិជ្ជាកញ្ចប់មានទាំងដងមានទាំងពូថៅទៅទៀតបុរសកំចិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ឲ្យទៅប្តីបុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំដងពូថៅហើយដេកកងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងមែកឈើនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមរីឯមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណោះពេលឃ្លានបាយក្រោបឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាប្តីទៅដល់ថ្ងៃនោះមានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសំទៅទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាដែលអាស្រ័យនៅទីនោះឮបុរសកំចិលថាដូច្នោះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងទៅតាមវាយសម្លាប់បុរសកំចិលនោះឲ្យស្លាប់ដើរផ្ទះកុំឲ្យវាមកកាប់ដើមឈើនេះបានបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់ផ្ទះមាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ចណ្ដើរយកទឹកលាងជើងប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាមិនហើយប្តីឆ្លើយថាបានសពគ្រប់អស់ហើយព្រឹកខ្ញុំនឹងទៅកាប់បង្ហើយនាងទេវតាភ័យណាស់និយាយគ្នាថាបុរសនោះមុខជាកាប់ព្រឹកនេះហើយបន្ទាប់មកក៏នាំគ្នាមកនិយាយអង្វរថាសុំកុំកាប់ដើមឈើនោះពីព្រោះពួកយើងអាស្រ័យនៅទីនោះហើយបុរសនោះថាខ្ញុំមិនព្រមទេព្រឹកនេះខ្ញុំទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយប្រាប់ពីទីកន្លែងកំណប់មាសប្រាក់ឲ្យបុរសនោះសួរថាឲ្យកំណប់មកខ្ញុំប៉ុន្មានកន្លែងទេវតាថាពីរកន្លែងឯណោះបុរសនោះថាខ្ញុំមិនព្រមទេបើបាន4កន្លែងទើបព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ដើមឈើនោះបុរសនោះថាបើដូច្នេះខ្ញុំលែងកាប់ហើយក៏ប៉ុន្តែព្រឹកនេះខ្ញុំទៅគាស់កំណប់នោះហើយទេវតាថាទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យក្នុងកំណប់មួយកន្លែងទាំងពីរអ្នកប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនិងប្រាក់ចាក់កពេញផ្ទះ
នាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកុះកមូលមកនឹងពឹងពាក់ជាច្រើនរាប់មិនអស់ចាប់តាំងពីពេលនោះមកទ្របគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតលាក់ស្រីជាសូមជូនរឿងបរោះចាក់ស្មុកកាលពីដើមមានបរោះម្នាក់ចេះចាក់ស្មុកបរោះនោះចង់បានខ្ញុំប្រើក៏ឡើងទៅចាក់ស្មុកលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុកបានមួយលក់បាន10សេនបើចាក់បាន1000នឹងលក់បាន100រៀលរួចអញលួសមនុស្សប្រើបើប្រើមិនបានដូចចិត្តអញនឹងធាក់វាបរោះនោះមិនគ្រាន់តែគិតក្នុងចិត្តក៏ងាកដៃលើកជើងទាំងពីរធាក់ធាងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃស្រវាចាប់ស្លឹកត្នោតជាប់ទាន់ក៏នៅតែកតោកដូចជាគេព្យួរគ្រានោះមានត្រមាក់ដំរីម្នាក់ជិះដំរីមកចិត្តនោះបរោះនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតត្រមាក់ដំរីឮហើយមានចិត្តត្រេកអរបរដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើខ្នងដំរីដៃតោងជើងបរោះនោះជាប់ដូចជាអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅត្រមាក់ដំរីក៏ព្យួរជាមួយនឹងបរោះនោះគ្រានោះមានមនុស្សទំពេក4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមត្នោតនោះត្រមាក់ដំរីនិងបរោះចាក់ស្មុកស្រែកថាខ្ញុំទាំងពីរនាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតទំពេកទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដូចសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចទំពេកទាំង4ឈរក្រោមដើមត្នោតយកសំពត់ចងកខ្វែងទល់គ្នាជា4ជ្រុងហើយស្រែកប្រាប់បរោះចាក់ស្មុកនិងត្រមាក់ដំរីថាអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះបរោះចាក់ស្មុកនិងត្រមាក់ដំរីទម្លាក់ខ្លួនទាំងពីរនាក់មកលើសំពត់ដែលបរោះទំពេកទាំង4នាក់នោះចងដូចជាគេទាញសំពត់ជាប់នឹងកទំពេកទាំង4នាក់ចូលក្បាលគ្នាស្លាប់ទាំង4នាក់ទៅឯត្រមាក់ដំរីនិងបរោះចាក់ស្មុកឃើញទំពេកទាំង4នាក់ស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងទៅបម្រើយាយទាល់អស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នោះអ្នកទៅយកខ្មោចទាំង4នាក់នោះមកដាក់ក្នុងផ្ទះចងរំឲ្យស្រេចរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីក៏ស្លាប់អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាសូមអ្នកទាំងអស់ដុតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាប្តីគាត់នៅផ្ទះទៀតហើយអ្នកស្រុកក៏យកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតាចាស់ប្តីយាយនោះចេញមកពីចំការមានខ្លួននោះប្រឡាក់សុទ្ធតែខ្ជូងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់ឲ្យស្លាប់ទៅសូមជូនរឿងបរោះឆោត4នាក់កាលពីព្រៃនាយមានបុរសឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបានបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ចែកទៅចែកមកសល់អណ្ដើក1បុរសទាំងអស់មិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើក1ដដែលមិនដឹងគិតធ្វើដូចម្ដេចបុរសទាំង4នាក់នោះទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលេងឡង់ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបុរសនោះឃើញឆោតដូច្នេះក៏សើចហើយនិយាយនឹងបុរស4នាក់នោះថា
មើលទៅអ្នកមិនសូវប្រសពសោះបុរស4នាក់គ្រាន់តែឮសូរសម្ដីប៉ុណ្ណោះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសនោះឮដូច្នោះក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្ដើក5នោះមកហើយរើសអណ្ដើកណាដែលធំជាងគេមកទ្រាប់អង្គុយនៅសល់អណ្ដើក4ក៏ចែកទៅឲ្យបុរសទាំង4នាក់ម្នាក់មួយបុរសនោះក៏សុខចិត្តរៀងខ្លួនហើយបុរសទាំង4នាក់នោះសួរថាអ្នកមើលទៅប្រហែលជាចេះក្តីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទិញតាមខ្ញុំបុរសទាំង4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ទៅបុរសទាំង4នាក់នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់បុរសទី1ថាទំពួកវាទៅទើបភ្នៅវាមកប្រាប់បុរសទី2ថាមានប្រឡាយទើបមានទឹកហូរប្រាប់បុរសទី3ថាមានសម្រាមទើបឆ្កែវិជុះប្រាប់បុរសទី4ថាមែនទើបគេថាបុរស4នាក់ក៏ចេះទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសម្រាប់ក៏គ្មានលុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសម្រាប់គាត់ក៏យល់ព្រមហើយបុរសទាំង4នាក់នោះសម្រាប់នៅផ្ទះយាយនោះទៅយប់នោះក៏គាត់នាំគ្នាទន្ទិញពាក្យក្តីដែលបុរសម្នាក់បានប្រាប់ទន្ទិញមិនឈប់ឈរតតែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថាលោកមេស្រុកយប់មិញមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់នោះចេះតែនិយាយទន្ទិញតតែភ្លឺតែមិនដឹងថាជាពាក្យយ៉ាងដូចម្ដេចស្ដាប់មិនបានសោះខានដេករាល់ព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ហើយក៏ឲ្យអ្នកបម្រើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាទន្ទិញអ្វីតតែភ្លឺរកតែយាយចាស់ដេកពួនមិនបានដែលឯងទន្ទិញនោះទន្ទិញអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតថាឯងរាល់គ្នាសូត្រពាក្យនេះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បុរសទី1ថាទំពួកវាទៅទើបភ្នៅវាមកបុរសទី2ថាមានប្រឡាយទើបមានទឹកហូរបុរសទី3ថាមានសម្រាមទើបឆ្កែវិជុះបុរសទី4ថាមែនទើបគេថាស្ដាប់ពាក្យនេះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់នេះត្រូវនៅជាមួយខ្ញុំបម្រើយាយចាស់នេះបុរសអស់នោះក៏ទៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅយាយចាស់គាត់ប្រើឲ្យធ្វើការសពសារពើតែរាល់ថ្ងៃលុះនៅនឹងយាយនោះបាន2-3ថ្ងៃយាយគាត់ប្រើបុរសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំមួយហើយដើររកដើមឈើណាមានប្រហោងទើបកាប់ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះដើមឈើធំមួយមានប្រហោងបុរសទាំង4នាក់ក៏និយាយគ្នាយើងបានប្រទះឈើប្រហោងក្នុងហើយយើងត្រូវនាំគ្នាកាប់ឈើប្រហោងក្នុងនោះបុរសទាំង4នាក់ក៏កាប់រំលំឈើប្រហោងក្នុងនោះលុះឈើចិត្តរលំបុរសទាំង4នាក់ស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាំត្រកុំឲ្យបែកឈើយើងក្រែងធ្វើទូកមិនកើតបុរសម្នាក់ក៏ស្ទុះទៅត្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញែងបុរស3នាក់ឃើញដូច្នោះក៏នាំគ្នាសើចថាយើអានេះខ្លាំងណាស់តាឈើទំហំប៉ុណ្ណឹងវាត្រូវបានហើយវាសើចថែមទៀតបុរស3នាក់នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាលទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅការដឹងថាបុរសនោះស្លាប់បុរស3នាក់ភ័យណាស់នាំគ្នានិយាយថាយើងនៅមិនបានទេតែបើយើងទៅមុខជាគេប្តឹងថាយើងវាយសម្លាប់អានេះបើដូច្នោះត្រូវនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់អស់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅណាទៅត្រង់កំពង់ផ្ទះយាយហើយនាំគ្នាលួចទូកយាយនោះទៅត្រើយម្ខាងបុរសទាំង3នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សៃបែរមុខទៅខាងកន្សៃម្នាក់នៅខាងក្បាលក៏បែរទៅខាងក្បាលម្នាក់ទៀតនៅអង្គុយកណ្ដាលបាចទឹកទូក
តែមិនបានស្រាយចំណងទូកនោះចេញចេះតែនាំគ្នាអមពេញមួយយប់ទាល់តែភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងយាយចាស់ចុះទៅដងទឹកប្រទះបុរសទាំង3នាក់ហើយស្រែកថាយ៉ាអានេះរត់ទៅណាបុរសទាំង3នាក់ក្រឡេកឃើញយាយចាស់ជាចៅវាយខ្លួនក៏ទាល់ប្រាជ្ញមិនដឹងរត់ទៅណាក៏ទៅនៅបម្រើយាយចាស់នោះវិញដដែលសូមជូនរឿងបុរសចេះថ្នាំពឹសពោះមានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានោះស្លាប់ដោយសារពុះចឹកព្រោះនៅខាងក្រោយខ្លានោះមានរុនពោះមួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំមកដោះលាបឲ្យខ្លានោះលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានចិត្តសេចក្តីទោសមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយសារពុះចឹកហើយយើងយកថ្នាំមកដោះលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីពោះចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតាបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យមកជួយជំនុំជម្រះក្តីបើរកទៅឃើញថាយើងខុសសូមបងប្រហារជីវិតយើងបើយើងត្រូវបងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពោះចឹកបានរស់ឡើងដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលែងក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លានោះស៊ីទៅចៅសុករត់តែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួយគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលទៅឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសូមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពស់ក៏ចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញទៅធ្វើគុណបានទោសសូមជូនរឿងបុរសដណ្ដឹងប្រពន្ធកាលពីព្រៃនាយមានបុរសម្នាក់ចង់បានប្រពន្ធទៅដណ្ដឹងកូនគេម្នាក់ម្ដាយឪពុកគេថាបើចង់បានកូនយើងជាប្រពន្ធលុះតែឲ្យយើងចងត្រាំទឹកបាន3យប់សិនទើបយើងឲ្យកូនបានបុរសនោះក៏ព្រមឲ្យគេចងត្រាំទឹកដល់ត្រាំទឹកបាន2យប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំក៏លើកដៃឡើងអាំងលេងគេមើលមកឃើញគេថាបុរសនោះអាំងភ្លើងគេមិនឲ្យកូនគេជាប្រពន្ធឡើយបុរសនោះខឹងណាស់ទៅប្តឹងចៅក្រម
ចៅក្រមឲ្យកោះហៅឪពុកម្ដាយខាងស្រីនោះមកជំនុំជម្រះចៅក្រមយកសំណួរពីអ្នកចុងក្ដីក៏កាត់ថាចៅឯងត្រូវចាញ់គេហើយមិនត្រូវបានកូនគេទេបើដូច្នោះចៅឯងទៅរៀបបាយមកឲ្យយើងស៊ីឯចៅនោះឬចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធហើយគេប្រើទៅរៀបបាយឲ្យគេស៊ីផងក៏តូចចិត្តណាស់ដើរបណ្ដើរយំបណ្ដើរទៅប្រទះនឹងសុភាទន្សាយសួរថាថ្វីបងក៏បានជាយំបុរសនោះប្រាប់តាមដំណើរសពគ្រប់ប្រការសុភាទន្សាយសួរថាគេឲ្យបងឯងទៅណាបុរសនោះថាឥឡូវគេប្រើឲ្យទៅរៀបបាយសុភាទន្សាយថាបងរៀបរួចមកយកអញផងអញទៅជួយជំនុំឲ្យតែអញទៅមុខជាឈ្នះហើយបើបងឯងរៀបបាយមកស្លកុំដាក់អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែបានហើយបុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់ខំទៅរៀបបាយដោយបង្គាប់សុភាទន្សាយហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយទៅដល់ចៅក្រមឃើញសុភាទន្សាយមកក៏សួរថាបងទន្សាយមករកអ្វីសុភាទន្សាយថាមកជួយជំនុំក្តីលោកចៅក្រមថាចាំស៊ីបាយរួចសិនឯចៅក្រមដល់ស៊ីបាយនោះទៅសួរថាស្លអ្វីក៏សាបម្លេះសុភាទន្សាយឆ្លើយថាភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់ចុះអំបិលប្រហុកដាក់ក្បែរនោះម្ដេចក៏បានជាមិនប្រៃដល់សុភាទន្សាយឆ្លើយតែប៉ុណ្ណោះចៅក្រមទាល់ប្រាជ្ញាទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះឲ្យបានប្រពន្ធបុរសនោះចេះឯងឲ្យក្រែងចេះគេសូមជូនរឿងបុរសមានកូន4នាក់រៀនវិជ្ជា4បទមានបុរសម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជា4បទស្ទាត់ជំនាញរៀងខ្លួនគឺម្នាក់ចេះស៊ីម្នាក់ចេះដេកម្នាក់ចេះកាត់ក្តីនិងម្នាក់ទៀតចេះចងស្រីឪពុកក៏យកកូនទាំង4នាក់ទៅថ្វាយស្ដេចក្រាបអំពីវិជ្ជានីមួយក្នុងខណៈដែលថ្វាយនោះស្ដេចទ្រង់រក្សាទទួលទុកថ្ងៃមួយស្ដេចទ្រង់ពិសោធន៍បុរសម្នាក់ដែលចេះស៊ីជាមុនឲ្យគេរៀបភោជនាអាហារជាច្រើនមុខស្ដេចដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចានសម្លមួយហើយទ្រង់ប្រាប់ទៅបុរសនោះថាឲ្យស៊ីភោជនាអាហារគ្រប់មុខបុរសនោះក៏បរិភោគតាមព្រះរាជបញ្ជាដល់ទៅសម្លមួយមុខដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះបុរសនោះមិនបរិភោគស្ដេចសួរថាហេតុម្ដេចបានជាចៅឯងមិនបរិភោគសម្លនេះបុរសនោះក្រាបទូលថាសម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះបានជាទូលព្រះបង្គំជាខ្ញុំមិនទទួលព្រះរាជទានស្ដេចនឹកក្នុងព្រះទ័យថាបុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់ជំនាញអំពីនោះទៅស្ដេចទ្រង់ពិសោធន៍បុរសចេះដេកទៀតទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាតមានពូកកម្រាលក្រាលពីលើស្ដេចយកសក់មួយសរសៃទៅដាក់ក្រោមកម្រាលពូកនោះដល់ពេលយប់ទ្រង់ហៅបុរសនោះឲ្យទៅដេកបុរសប្រះដេកទៅក្រោកឡើងវិញភ្លាមស្ដេចទ្រង់សួរថាហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញបុរសនោះក្រាបទូលថាមានសក់មួយសរសៃនៅក្នុងដំណាក់នោះបានជាទូលព្រះបង្គំជាខ្ញុំក្រោកស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថាបុរសនោះស្ទាត់ជំនាញខាងវិជ្ជាដេកពិតប្រាកដមែនថ្ងៃមួយមានបុរសម្នាក់ស្លាប់នៅកណ្ដាលវាលគ្មានភិនភាកស្លាកស្នាមអ្វីនៅរូបរាងកាយនោះសោះស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួររកហេតុនោះក៏ពុំឃើញទ្រង់ព្រះវិបត្តិក្នុងព្រះរាជហឫទ័យទ្រង់នឹកឃើញបុរសដែលចេះវិជ្ជាខាងផ្លូវតុលាការនោះក៏មានព្រះរាជឯកការឲ្យហៅចូលមកហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពីរត់នោះបុរសនោះសូមព្រះរាជអនុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកហេតុការណ៍នោះ
ស្ដេចទ្រង់ក៏ប្រទានតាមសំណូមពរបុរសនោះចេញទៅដល់ទីកន្លែងបុរសនោះស្លាប់ចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់ហើយបុរសនោះហាម5ថាក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិខ្លួនទេឲ្យទាំងអស់គ្នាទាំងប្រុសទាំងស្រីចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថាដែលស្លាប់នៅកណ្ដាលវាលស្រែលើកតែមនុស្សខ្វាក់ខ្វិនចេញខណៈដែលរៀបចំរំលាយសពនោះបុរសជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើនអ្នកដែលបានពន្យល់ពីកិច្ចហេតុដែលយករបាយការណ៍ក្នុងរឿងនោះបើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេចពេលភ្លើងឆេះពេញកម្លាំងមានស្ត្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោកបុរសជាអ្នកកយគុណមើលហេតុក៏នាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបុរសជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះដោយយោបល់ដល់ល្អិតនាងនោះរកផ្លូវកិច្ចកែដោះសារទៅពុំបានក៏ប្រាប់បុរសនោះតាមត្រង់ថាខ្លួននាងបានសហាយនឹងបុរសដែលស្លាប់ទើបនឹងបានគ្នាក្នុងមួយយប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាយដំធ្វើបាបអ្វីទេគឺវេលាចូលដំណេកបុរសនោះប្រើនាងឲ្យទៅរកទឹកមកផឹកនាងមិនហ៊ានចេញទៅដងទឹកឯក្រៅដោយខ្លាចឪពុកដឹងក៏យកផ្តិលត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹកលុះផឹកហើយក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅបុរសដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានចិត្តជាទុច្ចរិតនឹងបុរសដែលស្លាប់នោះទេព្រោះទើបស្រឡាញ់គ្នាបានជួបគ្នាក្នុងខណៈនេះហេតុការណ៍នេះប្រកាសជាមានសត្វអសេរតិចអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាលឲ្យបុរសនោះស្លាប់ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះឃើញពស់នាគរាជមួយនៅចំពីលើល្វែងដែលនាងនោះដេកបុរសជានាយក៏វាយពស់នាគរាជនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរហើយដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់មកពីផឹកទឹកភ្លៀងលាយដោយពឹសនាគរាជនោះដែលនាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាស្ដេចក៏ទ្រង់សរសើរថាបុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបដិញ្ញាថាមិនយកប្តីទៀតទេដំណឹងនោះជ្រាបដល់ស្ដេចទ្រង់ឲ្យនិមឺនសពមុខមន្ត្រីទៅចង់នាយមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះនិមឺនទាំងអស់ទៅចង់មិនបានស្ដេចទ្រង់គិតថានាងនោះប្រហែលជាមិនយកប្តីដោយដំណឹងដែលទ្រង់ជ្រាបនោះមែនតែទ្រង់គិតក្នុងព្រះរាជហឫទ័យថានិមឺនសពមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយនោះទេបើអងអញប្រហែលជានាងនោះព្រមក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះហើយទ្រង់ឲ្យប្រាប់នាងថាល្ងាចនេះទ្រង់នឹងមកផ្ទុំនឹងនាងឲ្យនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏ទទួលព្រះរាជឱជាការពេលល្ងាចនាងរៀបចំក្រឡាព្រះបន្ទុំហើយតែងស្រីបម្រើម្នាក់ដែលមានកាតស្រែងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបកាយស្រីគឺគ្រឿងមាសពេជ្រនិងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យប្រាប់នាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទុំដែលរៀបចំចាំទទួលស្ដេចតាមព្រះរាជឱជាការដល់ស្ដេចយាងមកដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ទ្រង់ក៏យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយនោះមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកទីនេះទ្រង់ក៏ដាក់ព្រះអង្គគង់អែបដោយសម្គាល់ថានាងមេម៉ាយទ្រង់ផ្ទុំជាមួយនាងនោះរួចហើយទ្រង់កំណត់ព្រះចិន្តាថាអញមកចង់នាងនេះបានហើយដើម្បីបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួងស្ដេចក៏ទ្រង់ខំថ្ពាល់នាងនោះជាសម្គាល់រួចទ្រង់យាងមកព្រះបរមរាជវាំងវិញទ្រង់មានព្រះរាជឱជាការផ្ដាំថាព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកំខានទ្រង់យាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជឱជាការ
ប្រាប់អស់នាម៉ឺនសពមុខមន្ត្រីថាព្រះអង្គយាងទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមខំនៅថ្ពាល់នាងនោះផងហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ក្នុងវេលាព្រឹកនេះផងឲ្យនាម៉ឺនសពមុខមន្ត្រីទាំងអស់ចាំមើលដល់នាងមេម៉ាយចូលមកគាល់យកទាំងស្រីបម្រើដែលតាក់តែងកាយទទួលស្ដេចពីយប់នោះមកជាមួយផងលុះចូលមកគាល់ក៏អង្គុយតាមមុខក្រោយនាងមេម៉ាយអង្គុយមុខស្រីបម្រើអង្គុយក្រោយស្ដេចឲ្យនាម៉ឺនទៅពិនិត្យមើលនៅកន្លែងសម្គាល់ដែលទ្រង់បានប្រាប់នោះហើយលុះភ្នាក់ងារដែលទទួលព្រះរាជឱចការទៅពិនិត្យត្រឡប់មកក្រាបទូលស្ដេចវិញថានាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏តូចព្រះរាជហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ចិន្តាត្រិះរិះទៅឃើញថានាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកណាទៅចង់នាងពុំបានទ្រង់នឹកឃើញដល់បុរសដែលជាអ្នកស្ទាត់ជំនាញខាងវិជ្ជាចង់ស្រីក៏មានព្រះរាជឱចការឲ្យចូលទៅគាល់ស្ដេចក៏មានព្រះរាជឱចការសួរទៅបុរសនោះថាឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេបើឯងត្រូវការវត្ថុអ្វីយើងឲ្យឯងទាំងអស់បុរសនោះក្រាបទូលថាទទួលតាមបន្ទាល់ដោយមិនបាច់យកវត្ថុជាឧត្តមទៅទេសុំតែសម្ពុតផាដិបសចាស់យកទៅស្លៀកពាក់ហើយនឹងឆ្អឹងគោមួយថោវិចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីវេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្តីរំលាយសពជាស្រេចរើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លងវេលាយប់នោះបុរសដែលទទួលព្រះរាជឱចការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្តីដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់មានសេចក្តីទុក្ខយ៉ាងខ្លាំងដោយមានធាតុវាជាប់នឹងខ្លួនជាសម្គាល់ផងបណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ភ័ន្តភាំងគ្រប់គ្នាសួរទៅបុរសនោះថាហេតុអ្វីក៏អ្នកមកយំសោកបោកខ្លួនប្រាណនៅលើទីនេះខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថាខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះភ្លាមក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានិងការប្រត់ប្រាស់ជាថ្មីមួយជាន់ទៀតតាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ស្ពាយតែធាតុប្រពន្ធដើរដោយសេចក្តីអាឡោះអាល័យហើយបុរសនោះសុំអ្នកចាំសាលាអ្នកស្នាក់មួយយប់បុរសដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរដែលបុរសនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសុំសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតដល់បុរសកំសត់ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះក៏យល់ព្រមឲ្យស្នាក់ហើយបង្គាប់ទៅមនុស្សបម្រើឲ្យរៀបអាហារឲ្យទានបុរសនោះផងលុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបុណ្យខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុនៅនោះឯបុរសចង់ស្រីក៏សង្ងំធ្វើជាដេកលក់ទៅនាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញបុរសជាអ្នកចង់ស្រីឃើញឱកាសល្អក៏លួចយកធាតុប្រពន្ធទៅដាក់ប្រពធាតុសេដ្ឋីជាប្តីនាងមេម៉ាយលុះដល់ព្រឹកឡើងនាងមេម៉ាយចូលទៅដល់សាលាបុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថាអ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់នាងមេម៉ាយឆ្ងល់ក៏សួរបុរសនោះថាហេតុអ្វីក៏អ្នកឯងយំខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅនាងមេម៉ាយវិញថាអ្នកឯងលួចធាតុប្រពន្ធខ្ញុំទៅបាត់ហើយចោទប្រកាន់ទៅលើរូបនាងមេម៉ាយនោះថាខ្មោចប្តីនាងមេម៉ាយលួចធាតុប្រពន្ធខ្ញុំទៅនាងមេម៉ាយក៏មានសេចក្តីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្តីថាលួចធាតុប្រពន្ធដូច្នោះក៏នាំបុរសនោះឲ្យទៅមើលឃើញនៅចិត្តគ្នាមែនបុរសក៏ចោទប្រកាន់ចំពោះនាងមេម៉ាយថា
ប្តីនាងយកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយលុះតែនាងព្រមធ្វើជាប្រពន្ធគាត់វិញទើបព្រមសុខចិត្តសេចក្តីចោទចំពោះខ្លួននាងមេម៉ាយនោះជាដំណំច្រើនណាស់ដោយឧបាយយ៉ាងល្អិតនាងមេម៉ាយរកផ្លូវដោះសារគ្មានក៏ចាញ់កលនោះជាទម្ងន់ថែមទាំងមានសេចក្តីអន់ចិត្តនឹងខ្មោចប្តីខ្លួនដែលស្លាប់នោះថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងកាត់ទុកនឹងខ្លួនហ៊ានទៅលួចប្រពន្ធគេយកមកបញ្ឈឺនៅមុខនាងជាអុកជាទុកគិតសពទៅក៏ទទួលព្រមបរោះនោះជាប្តីជាសេចក្តីផ្កើនតបឲ្យទល់ពុតទៅនឹងខ្មោចប្តីខ្លួនវិញដែលហ៊ានខូចលួចយកប្រពន្ធបរោះនោះចំណែកបរោះនោះដល់បាននាងមេម៉ាយជាប្រពន្ធ 3-4 ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេចស្ដេចនឹងនិមឺនសពមុខមន្ត្រីបានតតឃើញក៏មានសេចក្តីសរសើរចំពោះបរោះនោះថាជាអ្នកមានវិជ្ជាចង់ស្រីប្រកបមែនមួយថ្ងៃនឹងចេះឲ្យគេកោតមួយថ្ងៃនឹងឆោតឲ្យគេអាណិតសូមជូនរឿងពស់កេងកងកាលពីព្រៃនាយនៅលើទឹកដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្ស2នាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីឈ្មោះនាងអេតប្តីនោះទៅជួយអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអស់ឯនាងនីឬគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅជាមួយផងលីដើងចូលទៅក្នុងព្រៃបានឃើញអស់មួយធំនាងនីយកដើងពុះអស់លុះពុះយូរបន្តិចទៅដើងក៏រង្គោះធ្លាក់ចូលទៅក្នុងរន្ធពោះនាងនីមើលទៅឃើញដឹងថារន្ធពោះកេងកងក៏និយាយនឹងពស់នោះឲ្យហុចដើងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងធ្វើជាប្រពន្ធអញទើបអញឲ្យដើងបើនាងឯងមិនធ្វើជាប្រពន្ធអញនោះទេអញមិនឲ្យដើងទេនាងនីឮពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ព្រមទទួលថាលែងតែអ្នកឯងឲ្យដើងមកចោះចាំល្ងាចឲ្យមេអេតមកហៅហើយនាងនីក៏ទូលអស់ទៅផ្ទះវិញជាមួយនាងអេតលុះដល់ប្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកងនាងអេតទៅដល់រន្ធពោះឆ្លើយថាពស់កេងកងនាងនីឲ្យហៅឯពស់កេងកងឮហើយចេញមកនាងអេតឃើញពស់កេងកងក៏ភ័យព្រឺស្ញើចខ្លួនអស់ហើយប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីនិយាយទៅពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួយអង្កាំ 2-3 ឆ្នាំមកម្ដងប្តីនាងឯងនៅប៉ុន្មានខែប៉ុន្មានថ្ងៃទៀតទើបមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេពស់កេងកងលានាងនេះទៅរួងវិញនាងផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសំមកពស់កេងកងក៏ទៅរួងវិញរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសហាយនឹងពស់នាងអេតទៅដល់មាត់រូងហៅថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនឹងកាត់អញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួយអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់ទេពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញពីរន្ធមក
ហើយចេះតែទៅរាល់ថ្ងៃនាងនីសហាយពស់កេងកងតតែផើមដល់យូរបន្តិចទៅប្តីនាងនីមកពីជួញអង្កាមវិញឃើញនាងនីពស់ធំក៏សង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែសហាយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនាងអេតថាដល់ល្ងាចហងឯងទៅហៅពស់នោះមកអញកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនឹងកាត់កអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញអង្កាំមែនក៏ទៅដូចសពដងឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលមាត់ទ្វារបន្តិចឪពុកនាងអេតកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនឲ្យនាងអេតយកទៅពន្លួសពន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យសល់ឯនាងនេះពុំបានដឹងថាប្តីកាប់ពោះជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះទុកឲ្យនាងនេះជាម្ដាយនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះនឹកគិតស្មានថាសាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លយកមកឲ្យនាងនេះជាម្ដាយស៊ីមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាបោលថាក៏ឡូក្អេមក្អមលេបសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយឬក្អែកបូលដូច្នោះក៏មើលទៅលើដើមពុត្រាឃើញក្បាលពស់កេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងនេះពុំហ៊ានយំព្រោះខ្លាចប្តីដល់អង្គុយស៊ីបាយជាមួយប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែកឯក្អែកនោះចេះតែបូលក៏ឡូក៏ក្អេមក្អមលេបសាច់ប្តីឯងក្បាលដាក់លើមេឃពុត្រាកន្ទុយដាក់លើស្កានាងនេះមើលទៅលើស្កាឃើញកន្ទុយពស់កេងកងនៅទីនោះប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាប់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែ2នាក់ម្ដងនាងនេះមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួនស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបស្អាតយើងឈប់កក់សក់នៅនេះចុះឯនាងនេះមិនដឹងថាប្តីគិតសម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់ពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់សពថ្ងៃនេះយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ